សៀមជាចៅគ្មានរបាំងមុខជំរាបសួរពុកម៉ែបងប្អូនទាំងនៅក្នុងប្រទេសកម្ពុជានិងនៅក្នុងប្រទេសជាច្រើននៅលើពិភពលោកដែលកំពុងតែទស្សនា Channel ជ័យសុហៀងថ្ងៃនេះខ្ញុំបានមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលខ្លួនមកបង្ហាញជូនអំពីស្បៃខ្មែរដែលបច្ចុប្បន្ននេះស្បៃខ្មែររបស់យើងគឺកំពុងតែមានការចម្រូងចម្រាសយ៉ាងខ្លាំងជាមួយនឹងប្រទេសជិតខាងរបស់យើងគឺប្រទេសសៀមដែលកំពុងតែស្រេកឃ្លានចង់បាននៅវប្បធម៌ខ្មែរគ្រប់ជ្រុងជ្រោយទាំងអស់មិនថាអំពីស្បៃខ្មែរអក្សរសាស្ត្រខ្មែរទឹកដីកម្ពុជាក៏ដូចជាប្រាសាទបុរាណនិងមរតកវប្បធម៌ផ្សេងៗទៀតដូច្នេះសូមគ្រប់អញ្ជើញបងប្អូនទាំងអស់ទស្សនាព័ត៌មានពិស្ដារជាមួយនឹងខ្ញុំបាទទាំងអស់គ្នាមរតកវប្បធម៌អរិយធម៌ខ្មែរតែងតែជាប្រធានបទដេញដោលនិងមានការជជែកជាហូរហែរវាងកម្ពុជានិងប្រទេសជិតខាងគឺប្រទេសថៃថ្មីនេះក្នុងឆ្នាំ2026ការជំរងចម្រាស់បានផ្ទុះឡើងជាថ្មីទៀតជំវិញកម្មសិទ្ធិវប្បធម៌និងអត្តសញ្ញាណនៃស្បៃដែលជាសម្លៀកបំពាក់ដណ្ដប់ស្មាលើទ្រូងរបស់ស្ត្រីក្រោយមានការរិះគន់និងទាមទារវប្បធម៌នៅលើបណ្ដាញសង្គមក៏ដូចជាកម្រិតការទូតប្រទេសសៀមនៅតែចិញ្ចឹមចិត្តចង់បានគ្រប់យ៉ាងដែលជារបស់ខ្មែរហើយថាជារបស់ខ្លួនដោយគ្មានការអៀនខ្មាស់ក្នុងពេលបច្ចុប្បន្ននេះសៀមបានប្រើគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយបំភ្លៃទៅកាន់ពិភពលោកថាស្បៃគឺជាមរតកវប្បធម៌របស់ខ្លួនហើយក្នុងពេលនេះសោតថៃកំពុងដាក់បញ្ចូលអក្សរខ្មែរជាសម្បត្តិវប្បធម៌របស់ខ្លួនដោយប្រែពីខមខ្មែរទៅជាខមថៃជាការឆ្លើយតបក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធចំពោះការចោទប្រកាន់ទាំងស្រុងព្រមទាំងសង្កត់ធ្ងន់ថាស្បៃជាអត្តសញ្ញាណនិងជាកេរមរតកវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកជាច្រើនសតវត្សមកហើយការជំរងចម្រាស់ក្នុងឆ្នាំ2006នេះបានកើតឡើងយ៉ាងខ្លាំងក្លាបន្ទាប់ពីមានការចេញផ្សព្វផ្សាយជាវីដេអូផ្សព្វផ្សាយទេសចរអាស៊ានដែលតួអង្គតំណាងឲ្យប្រទេសកម្ពុជាបានក្រុងឈុតប្រពៃណីពាក់ស្បៃភាគីគណៈបកនយោបាយនិងអ្នកលេងបណ្ដាញសង្គមថៃបានចេញមុខប្រតិកម្មនិងដាក់សម្ពាធទៅលើប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានដោយអះអាងថាឈុតដែលកម្ពុជាបានប្រើប្រាស់នោះមានលក្ខណៈដូចទៅនឹងឈុតប្រពៃណីថៃនិងចោទប្រកាន់ថាកម្ពុជាកំពុងបំភាន់អត្តសញ្ញាណវប្បធម៌ភ្លាមនោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចេញសេចក្តីថ្លែងការពារមរតកវប្បធម៌ជាតិដោយបញ្ជាក់ចំហយ៉ាងម៉ឺងម៉ាត់ថាស្បៃគឺជាវប្បធម៌ខ្មែរនិងមានភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពថ្លៃថ្នូរនិងឆ្លើយតបប្រកបដោយវិជ្ជាជីវៈនិងវប្បធម៌ខ្ពស់ដើម្បីឆ្លើយតបទៅនឹងការទាមទារដោយភាពលោភលន់ចង់បានឥតគេខ្មាស់របស់ប្រទេសចៅគ្មានរបាំងមុខដោយប្រទេសសៀមកម្ពុជាមានអំណះអំណាងនិងភស្តុតាងប្រវត្តិសាស្ត្រជាក់ស្ដែងជាច្រើននៅក្នុងសម័យហ្វូណននគរភ្នំតាមបែបទំនៀមទម្លាប់និងរឿងព្រេងព្រះថោងតោងស្បៃនឹងនាគដែលជាគំរូនៃការរៀបអាពាហ៍ពិពាហ៍ខ្មែរតាំងពីសតវត្សទី1មកស្បៃត្រូវបានប្រើប្រាស់ជានិមិត្តរូបនៃការផ្សារភ្ជាប់និស្ស័យនេះបញ្ជាក់ថាស្បៃមានអាយុកាលរាប់ពាន់ឆ្នាំមុនពេលកកើតនៃរដ្ឋសៀមថៃទៅទៀតផ្អែកលើជញ្ជាំងប្រាសាទបុរាណនៅចម្លាក់លៀននៃប្រាសាទអង្គរវត្តប្រាសាទបាយ័ននិងប្រាសាទបន្ទាយស្រីសតវត្សទី9ដល់ទី12មានរូបចម្លាក់ទេវតានិងព្រះនាងខ្មែរជាច្រើនដែលមានគ្រោងក្រណាត់ស្បៃស្ដើងឬរបៀបពីនាស្បៃគ្របដណ្ដប់ទៅតាមវណ្ណៈដែលជាភស្តុតាងប្រវត្តិសាស្ត្រមិនអាចប្រកែកបានយោងតាមអ្នកប្រាជ្ញក្នុងអំឡុងដែលអាណាចក្រខ្មែរចុះខ្សោយសម័យដួលរលំអង្គរនិងសម័យលង្វែកសៀមបានវាយលុកនិងគៀកយកអ្នកប្រាជ្ញក្រុមអ្នករបាំប្រជាទ្រព្យនិងទម្រង់សម្លៀកបំពាក់ខ្មែរទៅច្នៃដើម្បីប្រើប្រាស់ក្នុងវាំងរបស់គេហេតុនេះវប្បធម៌នៃការប្រើប្រាស់ស្បៃរបស់ថៃគឺទទួលបានឥទ្ធិពលដំបូងពីអរិយធម៌ខ្មែរនាសម័យអង្គរដើម្បីបដិសេធចំពោះការបំភាន់ព័ត៌មានលើឆាកអន្តរជាតិសិល្បករតារាល្បីៗនិងយុវជនខ្មែរបានបង្កើតចលនាវប្បធម៌ដ៏ធំមួយគឺការបង្ហាញខ្លួនលើឆាកអន្តរជាតិកម្ពុជាបានជ្រើសរើសយកឈុតព្រះថោងតោងស្បៃនឹងនាគទៅបង្ហាញក្នុងកម្មវិធីលំដាប់អន្តរជាតិដូចជាកម្មវិធីសូត្រថៃដើម្បីបង្ហាញពិភពលោកឲ្យស្គាល់ច្បាស់ពីទម្រង់ពិតនៃស្បៃខ្មែរនាដការីបុរាណនិងតារាបង្ហាញម៉ូដបវរកញ្ញាតែងតែក្រុងឈុតស្បៃបុរាណជាមួយនឹងកាយវិការល្វត់ល្វន់ក្នុងរបាំប្រពៃណីការថតរូបទម្រង់បុរាណដើម្បីផ្សព្វផ្សាយលើបណ្ដាញសង្គម Instagram និង Facebook ទៅកាន់ពិភពលោករួមទាំងយុវជនអ្នកបង្កើតមាតិកាបាននាំគ្នាបង្ហោះរូបភាពក្រុងឈុតអាពាហ៍ពិពាហ៍បុរាណដែលមានពីនាស្បៃដែលភ្ជាប់ជាមួយ hashtag ការពីវប្បធម៌ជាតិដើម្បីបង្ហាញថាស្បៃខ្មែរមិនត្រឹមតែជាកេរមរតកក្នុងសារមន្ទីរប៉ុណ្ណោះទេប៉ុន្តែជារបៀបរស់នៅនិងអត្តសញ្ញាណជាតិដែលមិនអាចកាត់ថ្លៃបានទោះបីជាមានការប៉ុនប៉ងទាមទារឬការបង្កើតការយល់ច្រឡំពីភាគីជិតខាងក៏ដោយភស្តុតាងប្រវត្តិសាស្ត្រនិងការក្រោកឈរឡើងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរក្សាការពារនិងផ្សព្វផ្សាយវប្បធម៌ខ្មែរដើម្បីឈរជើងយ៉ាងរឹងមាំលើឆាកអន្តរជាតិនិងប្រកបដោយមោទនភាពបំផុត
ជាការពិតណាស់ក្រោយពេលដែលយើងតាមដានព័ត៌មានជាច្រើនជុំវិញពិភពលោកជាពិសេសព័ត៌មានតាក់ទងទៅនឹងប្រទេសថៃដែលកំពុងតែចង់លេបត្របាក់ទឹកដីប្រទេសកម្ពុជាជាពិសេសគឺសម្បត្តិវប្បធម៌មរតកជាតិជាច្រើនទៀតដែលប្រទេសថៃកំពុងតែសង្គ្រឹះធ្មេញចង់បានយ៉ាងខ្លាំងនោះដូច្នេះហើយប្រជាពលរដ្ឋខ្មែរយើងមិនថាក្មេងចាស់ប្រុសស្រីជាពិសេសយុវជនយុវតីគួរតែចូលរួមគ្នាដើម្បីលើកស្ទួយនិងថែរក្សាមិនថាជាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ផ្សេងៗទេរួមបញ្ចូលមានតាំងពីការប្រើប្រាស់នៅបាយសីទៅតាមជំនឿខ្មែរក៏ដូចជាការប្រើប្រាស់សម្លៀកបំពាក់ខ្មែរមានស្បៃខ្មែរសម្ពត់បត់ហូលផាមួងក៏ដូចជាមានជាច្រើនទៀតរួមជាមួយនឹងអក្សរសាស្ត្រខ្មែរដែលពួកថៃពេលនេះគឺកំពុងតែស្រេកឃ្លានចង់បានយ៉ាងខ្លាំងរហូតដល់ថ្នាក់យកទៅកែប្រែធ្វើជាខំខ្មែរជាដើមដែលបងប្អូនបានឃើញដឹងឮអំពីព័ត៌មាននេះរួចទៅហើយដើម្បីចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលអ្វីដែលយើងជាប្រជាពលរដ្ឋដែលគួរធ្វើនោះគឺសង្ឃឹមថាបងប្អូននឹងចូលរួមថែរក្សាធ្វើការផ្សព្វផ្សាយក៏ដូចជាប្រើប្រាស់ឲ្យបានទៀងទាត់ច្បាស់លាស់បែងចែកឲ្យដាច់អ្វីដែលជារបស់ខ្មែរអ្វីដែលជារបស់បរទេសនោះយើងនឹងមានផុសតាងជាក់ស្ដែងជាច្រើនសម្រាប់កូនចៅយើងចំនួនក្រោយទៀតអរគុណសម្រាប់ការទស្សនានៅក្នុងវីដេអូមួយនេះហើយសង្ឃឹមថាបងប្អូនបើសិនជាពេញចិត្តវីដេអូមួយនេះសូមជួយចុច like share subscribe មកកាន់យើងខ្ញុំផងអរគុណយ៉ាងខ្លាំងសម្រាប់ការពេញចិត្ត